មេរោគព្រូនថ្លើមក្នុងបុកល្ហុងប្រហុកឆៅឆ្លងនិស្សិតថៃជាង 4,000 នាក់ជុំព័ត៌មាននេះគ្រាន់តែលើចំណងជើងបាទតើតើតងជាមួយនឹងបុកល្ហុងបងប្អូនណាដែលចូលចិត្តញ៉ាំបុកល្ហុងបងប្អូនបាទប្រយ័ត្នឆ្លងព្រូនបាទដូចថៃបាទឥឡូវនេះគឺនិស្សិតថៃនឹងឆ្លងព្រូនបាទព្រូននៅក្នុងថ្លើមហ្នឹងគឺរហូតដល់ជាង 4,000 នាក់បាទឥឡូវយើងទៅតាមដាននៅព័ត៌មាននេះទាំងអស់គ្នាតែម្ដងនិស្សិតឆ្នាំទី1របស់សាកលវិទ្យាល័យមហាសាខារាមចំនួន 4,200 នាក់ត្រូវបានតេស្តរកឃើញលទ្ធផលវិជ្ជមានឆ្លងមេរោគព្រូនថ្លើមខណៈនិស្សិតឆ្នាំទី1ចំនួន 380 នាក់ផ្សេងទៀតនៅសាកលវិទ្យាល័យរាជภัฏមហាសាខារាមក៏ត្រូវបានរកឃើញថាមានផ្ទុកមេរោគនេះដូចគ្នានេះបើយោងតាមមន្ត្រីសុខាភិបាលខេត្តមហាសុខារាមប្រទេសថៃបានប្រកាសកាលពីថ្ងៃទី6កក្កដាក្រោយធ្វើការពិនិត្យសុខភាពនិស្សិតយោងតាមការចេញផ្សាយរបស់កាសែតខៅសតអភិបាលខេត្តមហាសង្ឃារាមលោកជុំភិតដេឆារ៉ាត់បានចេញបញ្ជាឲ្យចុះត្រួតពិនិត្យតាមបណ្ដាហាងលក់បុកល្ហុងនានាភ្លាមបន្ទាប់ពីមន្ត្រីជំនាញបានសន្និដ្ឋានថាការរីករាលដាលនៃមេរោគព្រូនថ្លើមនេះអាចជាប់ពាក់ព័ន្ធច្រើនទៅនឹងការប្រើប្រាស់ប្រហុកទឹកឬប្រហុកផ្អាប់ឆៅដែលមានផ្ទុកពងព្រូនថ្លើមលោកជំរុញឲ្យមានការប្រើប្រាស់ប្រហុកដែលបានចម្អិនឆ្អិនត្រឹមត្រូវនិងរៀបចំចេញលិខិតបញ្ជាក់ស្តង់ដារសុវត្ថិភាពសម្រាប់ហាងណាដែលអនុវត្តតាមការណែនាំឆ្លើយតបនឹងបញ្ហានេះក្រុមការងារខេត្តមហាសង្ឃារាមនឹងចាប់ផ្ដើមយុទ្ធនាការអប់រំផ្សព្វផ្សាយតម្រង់ទិសដៅទៅលើក្រុមកូនសិស្សនិស្សិតនិងអាជីវករលក់ដូរចំណីអាហារដើម្បីលើកកម្ពស់ការរៀបចំម្ហូបអាហារប្រកបដោយសុវត្ថិភាពនិងការផ្លាស់ប្ដូរទម្លាប់ទទួលទានឲ្យមានអនាម័យខ្ពស់ជាងមុនមន្ត្រីសុខាភិបាលថៃបានប្រមានថាការឆ្លងមេរោគព្រូនថ្លើមដោយមិនបានទទួលការព្យាបាលត្រឹមត្រូវអាចបង្កើនហានិភ័យខ្ពស់ឈានទៅកើតជំងឺមហារីកបំពង់ប្រមាត់នៅរយៈពេល15ទៅ20ឆ្នាំខាងមុខអូយបាទចឹងអ្នកដែលចូលចិត្តញ៉ាំប្រហុកបាទជាមួយបុកល្ហុងបាទប្រយ័ត្នប្រយែងមែនទែនបាទនេះគឺជាជំងឺបាទរីករាលដាលនៅឯប្រទេសថៃឆ្លងនិស្សិតបាទរហូតដល់ជាង 4,000 នាក់បាទដែលប្រហុកហ្នឹងគឺជាប្រហុកឆៅដែលផ្ទុកទៅដោយពងព្រូនបាទអញ្ចឹងប្រហុកឆៅនេះគឺសម្បូរបាទសម្បូរមេរោគបាទសម្បូរពងព្រូនសម្បូរនិយាយទៅគឺបាក់តេរីបាទនៅក្នុងហ្នឹងច្រើនបាទអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងមែនទេអ្នកដែលចូលចិត្តញ៉ាំបុកល្ហុងបាទនិយាយទៅឲ្យតែរបស់ឆៅបងប្អូនណាបាទអីក៏ដោយបាទសាច់ឆៅបាទសាច់ត្រីសាច់អីផ្សេងក៏ដោយបាទបន្លែឆៅអីហ្នឹងគឺសម្បូរពងព្រូនបាទនៅក្នុងហ្នឹងបាទអញ្ចឹងយើងមុននឹងញ៉ាំមុននឹងបរិភោគគួរតែយើងចម្អិនឲ្យបានឆ្អិនឬក៏លាងសម្អាតឲ្យបានស្អាតសិនបាទមុននឹងបរិភោគបាទអរគុណច្រើនបាទអញ្ចឹងបងប្អូនដែលចូលចិត្តបាទវីដេអូរបស់ខ្ញុំបាទកុំភ្លេចជួយចុច Subscribe បាទនៅ Channel YouTube ក៏ដូចជា Follow Page ម្នាក់មួយដើម្បីទទួលបាននៅព័ត៌មានថ្មីៗជាបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ